បាទជំរាបសួរថ្ងៃនេះមានអត្ថបទមួយដើម្បីចង់ចែករំលែកដែលមានចំណងជើងហ្នឹងគឺមនុស្សដែលដួលរាល់ថ្ងៃតែមិនឈប់ឈរឡើងវិញនៅក្នុងភូមិតូចមួយហ្នឹងមានក្មេងប្រុសម្នាក់ឈ្មោះថារុនគាត់ធ្លាប់មានសុបិនធំមួយចង់ក្លាយជាជាងគំនូរទាំងសិល្បៈដ៏ល្បីម្នាក់នៅក្នុងសាលារៀនរាល់ថ្ងៃគាត់តែងតែអង្គុយម្នាក់ឯងអង្គុយរូបលើกระดาษចាស់ចាស់ដែលបង្ហាញពីចិត្តស្រឡាញ់សិល្បៈរបស់គាត់ណាជារៀងរាល់ថ្ងៃណាប៉ុន្តែគ្មាននរណាម្នាក់ជឿថាគាត់នឹងអាចធ្វើបានទេមនុស្សជុំវិញគាត់តែនិយាយថាគាត់នឹងគ្រាន់តែជាក្មេងម្នាក់ដែលរបូបលេងសិល្បៈម្នាក់ទេមិនអាចបង្កើតអីបានអញ្ចឹងណាថ្ងៃមួយហ្នឹងគាត់បានបរាជ័យនៅក្នុងការប្រកួតគំនូរហើយត្រូវបានកាដូចេញពីការប្រកួតសិល្បៈរបស់គាត់ហ្នឹងរុនអង្គុយមើលกระดาษដែលគាត់បោះចោលហ្នឹងហើយនិយាយបន្តិចជាមួយខ្លួនឯងថាបើសិនបើនេះជាការបរាជ័យនោះវាអាចជាមេរៀនដ៏សំខាន់របស់គាត់បន្ទាប់ពីថ្ងៃនោះរុនមិនឈប់គូរឡើយគាត់សិក្សាពីកំហុសរបស់ខ្លួនរៀនពីអ្នកដែលល្អជាងខ្លួនរាល់ពេលដែលគាត់គូររូបថ្មីៗគាត់តែងតែសរសេរនៅខាងក្រោមថាខ្ញុំមិនចង់ឈ្នះអ្នកដទៃទេតែខ្ញុំចង់ឈ្នះគឺខ្លួនឯងច្រើនឆ្នាំកន្លងទៅការងាររបស់គាត់នឹងក្លាយជាស្នាដៃមួយដ៏មានន័យដែលមនុស្សដែលធ្លាប់និយាយថាគាត់នឹងគឺចាប់ផ្ដើមយល់ថាការបរាជ័យមិនមែនជារឿងគួរឲ្យអៀននោះទេតែវាជាប្រវត្តិសាស្ត្ររបស់មនុស្សដែលខ្លាំងនៅថ្ងៃដែលគាត់ទទួលពានសិល្បៈលើដំបូងនោះគាត់ឡើងនិយាយលើឆាកដោយទឹកភ្នែកតិចតិចថាខ្ញុំធ្លាប់ធ្លាក់រាប់សិបដងតែគ្រប់ដងនោះគឺជាដំណាក់កាលដែលឲ្យខ្ញុំឈរមកដល់ថ្ងៃនេះបើសិនបើគ្មានការបរាជ័យនោះទេខ្ញុំមិនមានថ្ងៃឈរនៅទីនេះទេសារអប់រំនៅក្នុងរឿងនេះគឺជីវិតមិនសួរថាតើអ្នកបានឈ្នះប៉ុន្មានដងគឺគេសួរថាអ្នកឈរឡើងវិញប៉ុន្មានដងបន្ទាប់ពីអ្នកដួលការបរាជ័យមិនមែនជាផ្លូវបញ្ចប់ទេវាជាផ្លូវសាកល្បងដើម្បីឲ្យអ្នករៀននិងអ្នកកាន់តែរឹងមាំនិងឲ្យអ្នកយល់ថាមនុស្សដែលមិនបោះបង់គឺមនុស្សដែលជោគជ័យជានិច្ចដូច្នេះថ្ងៃណាដែលអ្នកធ្លាក់ចុះសូមកុំស្អប់ការបរាជ័យនោះហើយចូលយកវាគឺជាគន្លងដើម្បីបង្ហាញថាអ្នកកំពុងតែដើរតាមផ្លូវដែលត្រឹមត្រូវនៅក្នុងសុបិនរបស់អ្នកជាវីដេអូក៏មាននឹងប៉ុណ្្នឹងដែរអរគុណច្រើនជំរាបលា